សូមជម្រាបសួរនាងខ្ញុំសូមជូនកំណាព្យបទព្រហ្មកិច្ចតម្លៃនៃវិជ្ជាសូត្របែបលំអោនបុរាណសូមរីករាយស្ដាប់ដូចតទៅវិជ្ជាទ្រពជាប់ក្នុងខ្លួនខ្ជាប់កាយអាត្មាចោលលួចមិនបានការបានរាំងសាដោយសុខសាន្តចំណេញវិសេងពិតជាមិត្តស្និទ្ធជាប់ខ្លួនប្រាណតួក្រឬមានបានវិញជាខានមិនចោលយើងចានាងខ្ញុំសូមអរគុណសូមជម្រាបលាបទពំនោលសូត្របែបរស់សុភមង្គលគ្រួសាររួក្រោមដំបូលកង់ក្ដៅឥតមានម៉ោងសៅរួក្នុងភូមិស្ថានសុខាឪពុកម្ដាយមានមេចង្រិយាថ្លៃថ្លាសាងគេឈ្មោះល្អរុងរឿងកូនចៅប្រុសស្រីរៀនសូត្រកុំបីរបូតច្បាប់ដំบ่មានមេត្តាខ្ញុំសូមជម្រាបសួរថ្ងៃនេះដែរនាងខ្ញុំសូមជូនកំណាព្យបទព្រហ្មកិច្ចសូត្របែបលំអោនបុរាណក្សិណនោះអាយមាច់ឆាហៅបុណ្យភ្ញាមកឆាប់កូនមកហើយទូលប្រាប់ថាអោពើពុនលោកម្ដាយខ្លួនម្ដាយនឹងស្លាប់ហើយកុំកូនអើយនៅរៀងអាយទៅរកស៊ីឲ្យឆ្ងាយពីទីនេះផុតមនុស្សសានាងខ្ញុំសូមអរគុណសូមជម្រាបលា